រឿងនិទានចៅក្រហមនិងដំរីវ័យក្មេងនៅក្នុងព្រៃធំមួយដែលស្ដុកស្ដំដោយដើមឈើពណ៌បៃតងនិងសំឡេងសត្វសសសូរមានចៅក្រហមមួយឈ្មោះក្រហមរស់នៅជាមួយកូនរបស់វាក្រហមតែងតែបង្រៀនកូនអំពីវិធីចាប់សត្វនិងការរស់នៅឲ្យសមស្របនឹងព្រៃព្រឹក្សាក្នុងចំណោមសត្វទាំងអស់ក្នុងព្រៃក្រហមខ្លាចខ្លាំងពីដំរីធំដែលអាចធ្វើឲ្យវានិងកូនរបស់វារងគ្រោះបានថ្ងៃមួយកូនចៅតូចបំផុតឈ្មោះផ្កាឈូកបានឃើញដំរីវ័យក្មេងមួយឈ្មោះសាន់ធីដែលកំពុងយំនៅក្បែរបឹងតូចផ្កាឈូកមានចិត្តអាណិតហើយបានយកស្លាបតូចមកជូនសាន់ធីហេតុអ្វីបានជាអ្នកយំផ្កាឈូកសួរខ្ញុំវង្វេងផ្លូវហើយខ្លាចថានឹងជួបចៅក្រហមដែលគេនិយាយថាឃាតកម្មក៏សាន់ធីឆ្លើយដោយសំឡេងញ័រផ្កាឈូកសើចឡើងឪពុកខ្ញុំមិនឃាតកម្មទេគេគ្រាន់តែចង់ការពារគ្រួសារប៉ុណ្ណោះតោះខ្ញុំនាំអ្នកទៅជួបឪពុកខ្ញុំនៅពេលក្រហមឃើញសាន់ធីវាដើរមកជិតដោយស្ទាក់ស្ទើរប៉ុន្តែសាន់ធីក្រាបចុះនិងនិយាយដោយការគោរពសូមអភ័យទោសលោកចៅក្រហមខ្ញុំគ្រាន់តែវង្វេងផ្លូវហើយផ្កាឈូកបានជួយខ្ញុំក្រហមឃើញភាពស្មោះត្រង់និងការគោរពរបស់សាន់ធីហើយក៏សម្រេចចិត្តកូនឯងធ្វើឲ្យឪពុករីករាយណាស់ដែលបានជួយអ្នកដែលត្រូវការជំនួយតោះយើងជួយសាន់ធីវិលត្រឡប់ទៅជំរាបរបស់វាវិញក្នុងដំណើរត្រឡប់ទៅកាន់ជំរាបដំរីក្រហមបានបង្ហាញផ្លូវរបៀបរស់នៅដ៏សម្បូរបែបនៅក្នុងព្រៃហើយសាន់ធីក៏បង្ហាញពីរបៀបដំរីជួយរក្សាសុខភាពព្រៃព្រឹក្សាដោយការបោកគ្រាប់ពូជផ្លូវជំនួយដល់ដើមឈើពីថ្ងៃនោះមកចុកក្រហមនិងដំរីបានក្លាយជាមិត្តភក្តិពួកគេបានយល់ថាទោះបីខុសពូជពង្សនិងទំហំរាងកាយក៏អាចរស់នៅជាមួយគ្នាដោយសុខសន្តិភាពនិងជួយគ្នាទៅវិញទៅមកបានគិតបត់ការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមកអាចផ្លាស់ប្ដូរសត្រូវឲ្យក្លាយជាមិត្តបានសេចក្តីអាណិតអាសូរនិងការជួយគ្នាគឺជាមូលដ្ឋាននៃសន្តិភាព